Hello សួស្តីអ្នកគ្នាខ្ញុំនៅក្នុងក្រុងណាតែឮសំឡេងហ៊ីងយំឬក៏កែបយំអីណាមិនមែនអ្នកនៅស្រុកស្រែចិត្តតែឮឥឡូវខ្ញុំមើលទ្វីឲ្យមើលហើយចាំឮសំឡេងនេះទៅណាហើយសំឡេងហ្នឹងហើយអ្នកស្រុកស្រែដឹងហើយក៏អ្នកដែលមកនៅស្រុកស្រែមួយចំនួនអាចអត់ឮសំឡេងហ្នឹងទេអានេះខ្ញុំធ្វើបែបវីដេអូធម្មតាយើងអត់ដឹងខាងកែវឬក៏ហ៊ីងឬក៏គីងគក់អីនៅតាណាខ្ញុំអត់ដឹងទេតែអេមែនទេនេះឥឡូវសំឡេងនេះសម្រាប់អ្នកស្រកស្រែយើងដែលនៅក្នុងក្រុងយើងគួរតែដឹងហើយមិនមែនមកដល់ឆ្លក់គ្រឿងម៉ាស៊ីនអីឆ្លក់ទឹកម៉ាស៊ីនអីអត់ដឹងថាសំឡេងនេះសំឡេងអីគេណានេះទៅហើយបន្ទប់ជួលខ្ញុំមានតែ2បន្ទប់ទេហើយប៉ុន្តែយើងឮសំឡេងនេះគួរតែដឹងថាសំឡេងនេះសំឡេងអីគេអញ្ចឹងហើយអានេះទិដ្ឋភាពមួយដែលយើងឮសំឡេងហ្នឹងសម្រាប់អ្នកស្រុកស្រែយល់ហើយអ្នកក្រុងមួយចំនួនគាត់អាចដឹងឬក៏អាចមិនដឹងអាចភាគច្រើនថាសំឡេងអីគេសំឡេងហ៊ីងសំឡេងគីងគក់សំឡេងកែបសំឡេងអីចឹងយើងអត់ដឹងទេនេះវាយំលាយឡំគ្នាអ្នកទាំងអស់នេះអាចអត់ដឹងទេថាតើឥឡូវយំប្រមាណលក្ខណៈថាជាកង្កែបប្រមាណអីប្រមាណហើយសម័យខ្ញុំអ្នកនិយាយក៏អត់ដឹងដែរគាត់ថាការយំនេះគឺការយំលាយគ្នាអញ្ចឹងណាវាមានមើលឥឡូវយើងស្ដាប់ទាំងអស់គ្នាអ្នកសិក្សាយើងដឹងហើយអ្នកក្រុងខ្លះក៏គាត់អាចដឹងដែរមិនមែនគាត់អត់ដឹងទេនេះខ្ញុំឈរឲ្យស្ដាប់ដោយសារតែវាជាទិដ្ឋភាពសម្រាប់ខ្ញុំមិនមែនលើកទី1ទេតែខ្ញុំគិតតែបានធ្វើវីដេអូនេះអញ្ចឹងនេះជាទិដ្ឋភាពមួយដែលខ្ញុំមិនដែលជួបដែរលើកទី1 the first of me មានខាងនេះអ្នកនរគ្នាយើងមានកែបមានហ៊ីងហើយនឹងកូនក្អាត់បើគីងគក់វាអត់ងាយយំពេលមុខយប់ប៉ុណ្ណឹងទេតព្រឹកវាយំដោយវាយំមានក្រុមរបស់វាអញ្ចឹងណានេះគឺជាសំឡេងអ្នកនរគ្នាសំឡេងខ្លាចអ្នកនរគ្នាអត់ដឹងចឹងណាហ្នឹងគឺខ្ញុំធ្វើវីដេអូនេះគឺខ្ញុំធ្វើឲ្យអ្នកនរគ្នាដឹងថាអាចនឹងនឹកអនុស្សាវរីយ៍នៅស្រែនៅជាមួយពុកម្ដាយយើងដែលយើងគេងនៅតូចអីចឹងនេះទេណាហើយមួយចំនួនអាចអ្នកខាងក្រុងអាចដើរឆ្លោះដើរអីបានអាចបានហ៊ីងបានកែបបានគីងគក់បានកូនកែបអីចឹងនេះអាចច្រិតក៏អេបហ្នឹងកែបដល់ចិត្តកូនកែបនោះងីងងហ៊ីងអ្នកគ្នាអានេះជាវីដេអូដែលខ្ញុំធ្វើចិត្តទេជួលខ្ញុំណាហ្នឹងហើយយើងនៅក្រុងប៉ុន្តែគាត់ថាយើងនៅយ៉ាងជាបន្តិចប៉ុន្តែវាជាអារម្មណ៍មួយដែលយើងនៅស្រែដែរអញ្ចឹងណានៅស្រុកស្រែដែរតែយើងអ្នកខ្សែសັບដល់ពេលយើងឮសំឡេងហ្នឹងយើងមានអារម្មណ៍ថាយើងនឹកទឹកកំណើតឬក៏អីអញ្ចឹងទៅណែអាចស្ដាប់បានអ្នកនរគ្នាហើយខ្ញុំធ្វើវីដេអូនេះ14នាទីទេពេលដែលគ្រប់ខ្ញុំនឹងបិទវិញតែម្ដងនេះអ្នកនរគ្នាសំឡេងនេះគឺសឹងថាអ្នកនរគ្នាអាចនឹកឃើញដល់អតីតកាលដែលយើងនៅស្រែនៅអីអញ្ចឹងណា